សូមជូនរឿងក្របពេជ្រម៉ាហ្វៀវគ្គទី2មានផ្ទៃពោះមន្ទីរពេទ្យល្បីឈ្មោះរបស់មីឡាននាពេលព្រឹកនេះអ៊ូអរទៅដោយអ្នកមកប្រើប្រាស់សេវាកម្មដូចសពមួយដងបុគ្គលិកជាច្រើនមមាញឹកនឹងការបំពេញតួនាទីរបស់ខ្លួនតាំងពីព្រលឹមអ្នកខ្លះមិនទាន់បានសម្រាកតាំងតែពីយប់មកម្ល៉េះមន្ទីរពេទ្យមួយនេះមានអ្នកកាន់ហ៊ុនធំគឺជាទាយាទច្បងរបស់ត្រកូលអាល់បាទីណូនិងគូបតំណែងសលយៈពេទ្យឬពេទ្យវះកាត់ផ្នែកប្រព័ន្ធប្រសាទនិងខួរក្បាលដែលមើលថែទាំងប្រព័ន្ធប្រសាទខួរក្បាលនិងខួរឆ្អឹងខ្នងហើយគេត្រូវចាត់ទុកជាពេទ្យពូកែមួយរបស់មន្ទីរពេទ្យនេះ Federico មិនចាប់អារម្មណ៍ចំនួនប៉ុន្មានទេប៉ុន្តែម្ចាស់ដើមគឺជាដុកទ័រ Conte គាត់ចូលនិវត្តន៍មុនអាយុព្រោះចង់ទៅរស់នៅកន្លែងផ្សេងរួមផ្សំនឹងគ្មានកូនចៅបន្តទើប Albertino សុំទិញយកហ៊ុននេះទាំងអស់ដើម្បីគ្រប់គ្រងដោយខ្លួនឯងដូច្នេះហើយទើបមន្ទីរពេទ្យមួយនេះត្រូវបដូរម្ចាស់មកត្រកូល Albertino វិញបន្ទាប់ពីកើតរឿងនៅថ្ងៃនោះមកទល់នឹងថ្ងៃនេះមានរយៈពេល1ខែជាងហើយសុនវ៉ាបេកក៏រស់នៅតាមធម្មតានាងព្យាយាមបំភ្លេចរឿងយប់នោះទោះដឹងច្បាស់ថាមិនងាយតែយ៉ាងហោចណាស់ក៏ល្អដែលមិនចាំបាច់ជួបមុខអ្នកបង្កហេតុព្រោះបន្ទាប់ពីថ្ងៃប៉ះសម្ដីគ្នា2ថ្ងៃក្រោយមកក៏មានបញ្ហាបដូរ Flora ទៅធ្វើការនៅមន្ទីរពេទ្យសាខានៅឯខាតានីដោយគ្មានកំណត់ហើយនៅក្នុងប្រកាសដែលនាងបានឃើញនោះគឺមានឈ្មោះ Franco ដែរដំបូងនាងសង្ស័យថា Federico ពាក់ព័ន្ធនឹងរឿងនេះតែបានចម្លើយថាប្រហែលជាមិនមែនទេព្រោះគេមិនដឹងរឿងនេះនិងប្រហែលជាមិនចាប់អារម្មណ៍បន្ទាប់មកបានឮប្រធានក្រុមការងារដែលបានអធិប្បាយថា Flora ធ្វើការបានល្អទើបថ្នាក់លើយល់ថា Flora គួរតែទៅបង្រៀនការងារបុគ្គលិកនៅទីនោះព្រឹកថ្ងៃនេះសុនវ៉ាបេករៀបចំខ្លួនទៅធ្វើការធម្មតាប៉ុន្តែពេលដើរដល់ក្បាលថ្នល់បានបន្តិចប៉ុណ្ណោះដើម្បីទៅចំណតឡានក្រុងក៏បានបុកនឹងបរិសម្នាក់ដែលធ្វើឲ្យជ្រមិលរៀងខ្លួនសុំទោសផងខ្ញុំមិនបានមើលផ្លូវកើតអីឬអត់នាងនិយាយដោយមិនបានមើលមុខប៉ុន្តែពេលងើយមុខមកឃើញហើយនោះបេះដូងនាងលោតញាប់ឈឺពេញដើមទ្រូងដៃជើងក៏ត្រជាក់ស្រេករាងកាយដូចត្រូវក្លាសេទឹកកកហើយនាងឈានជើងថយក្រោយដោយមិនដឹងខ្លួនឈប់សិនរកគ្នាឃើញហើយកូនសម្លាញ់ Alberto Rimalel ញញឹមព្រមទាំងដើរទៅជិតនាងកុំចូលមកនាងខ្លាចទៅជាស្លេកមុខញ័រខ្លួនទៅជាមួយខ្ញុំភ្លាម Alberto Rimalel ប្រើដៃឆ្វេងស្រវាយចាប់ដៃម្ខាងរបស់កូនចិញ្ចឹមគូបតំណែងជាកូនចុងផងនាងរត់ចេញពីផ្ទះច្រើនឆ្នាំហើយដោយទឹកមកគុំគួនព្រោះនាងធ្វើឲ្យគេបាត់បង់ដៃស្ដាំមិនទៅខ្ញុំមិនទៅលែងខ្ញុំនាងប្រឹងរមូលដៃខ្លាំងហើយឈានជើងថយក្រោយឯងគេចពីខ្ញុំមិនផុតទេសុនវ៉ាបែកបែកក្រោយហើយរត់ចេញទៅភ្លាមដោយមិនគិតអ្វីទាំងអស់ហើយបរិះដែលជាឪពុកចិញ្ចឹមនោះក៏រត់ដេញតាមក្រោយលុះមកដល់ក្បាលថ្នល់មួយទៀតមានតាក់ស៊ីល្មមនាងក៏រត់ឡើងភ្លាមចាត់ទុកថានេះជាសំណាងល្អដែលនាងគេចផុតពីដៃឪពុកចុងពេលមកដល់មន្ទីរពេទ្យនាងដើរចូលទៅខាងក្នុងក្រឡេកមើលក្រោយដោយការប្រុងប្រយ័ត្នទើបមិនបានប្រយ័ត្នមកដើរទៅបុកមនុស្សម្នាក់មួយទំហឹងហើយនាងគិតថាខ្លួនឯងច្បាស់ជាដួលប៉ុន្តែបែរជាត្រូវអោបក្រសោបដោយរង្វង់ដៃរឹងមាំគេជ្រឹមភ្នែកមើលអ្នកបើកភ្នែកធំមើលខ្លួនដោយការភ្ញាក់ផ្អើលគេតាមមើលនាងតាំងតែពីចម្ងាយហើយមានកាយវិការដូចជាកំពុងរត់គេចពីនរណាម្នាក់ទើបធ្វើឲ្យ Federico ចាប់អារម្មណ៍ជាខ្លាំងទោះជាកន្លងផុតទៅជាង1ខែប៉ុន្តែគេមិនធ្លាប់បំភ្លេចរាត្រីនោះបានមិនធ្លាប់មានថ្ងៃណាដែលគេមិននឹកស្រីម្នាក់នេះក្រៅពីការងារដ៏មហារវល់មិនថាប្រជុំក្នុងឋានៈជាអ្នកគ្រប់គ្រងនិងធ្វើការក្នុងឋានៈជាពេទ្យមួយថ្ងៃមានការវះកាត់ច្រើនករណីប៉ុន្តែពេលមានពេលសម្រាប់គេបែរជាតាមខ្លំមើលស្រីម្នាក់នេះថ្ងៃខ្លះរងចាំតតែនាងចេញពីធ្វើការនិងតាមទៅដល់ខុនដូក៏មានទើបដឹងថាសុនវ៉ាជាមនុស្សស្រីចូលចិត្តសំងំគ្មានមិត្តភក្តិជិតស្និទ្ធនាងមិនដែលចេញទៅដើរលេង
នឹងចំណាយពេលវេលានៅតែជាមួយមន្ទីរពេទ្យនិងខុនដូប៉ុណ្ណោះរឿងដែលសំខាន់នោះគឺនាងគ្មានសង្សារទោះជាបានលើបុគ្គលិកមួយចំនួននិយាយថាមានមនុស្សប្រុសជាច្រើនតាមចែកចង់នាងក៏ដោយសុំតោខ្ញុំមិនបានមើលផ្លូវនាងច្រានគេចេញហើយថយក្រោយគួរសមមិនបាច់ឈរឆ្ងាយយ៉ាងនេះទេដឹងខ្ញុំមិនមែនជាមេរោគខ្ញុំស្អាតបានល្អណាស់ពេលគេបញ្ឈឺក៏ត្រូវនាងសម្លក់មកវិញខ្ញុំដឹងថាលោកស្អាតប៉ុន្តែខ្ញុំគ្រាន់តែមិនចង់នៅចិត្តសុំលាហើយសុនវ៉ាដើរចូលទៅក្នុងភ្លាមទុកឲ្យម្ចាស់មន្ទីរពេទ្យនេះខំផ្គៀមយ៉ាងណែននិងគិតថាតាមទៅរករឿងប៉ុន្តែត្រូវសិស្សប្អូនក្នុងផ្នែកមកសុំយោបល់ដើម្បីចូលធ្វើការវះកាត់ក្នុងពេលរសៀលនេះទើបគេត្រូវដោះលែងនាងសិនបន្ទាប់ពីបានជួបអាល់ប៊ឺតូនៅថ្ងៃនោះរយៈពេលមួយសប្តាហ៍ពេញដែលសុនវ៉ាត្រូវរស់នៅជាមួយការភ័យខ្លាចហើយមិនត្រឹមតែប៉ុណ្ណឹងទេនៅមានបរិសុទ្ធខ្មៅ 3-4 នាក់មកក្រវ៉ែលនៅមុខខុនដូទៀតទើបនាងចេញមកតាមក្រោយខុនដូជារៀងរាល់ថ្ងៃពេលនេះនាងគិតថាត្រូវបដូរកន្លែងទៀតហើយព្រោះគិតច្រើនពេកនៅក្នុងកំឡុងពេលនេះធ្វើឲ្យនាងដេកមិនលក់ការងារក៏ពេញដៃទើបធ្វើឲ្យរាងកាយនាងទ្រុឌទ្រោមទាំងគំហុកមុនចេញពីបន្ទប់នាងក្អួតច្រើនដងនាងគិតថាពេលទៅដល់មន្ទីរពេទ្យនឹងសុំថ្នាំលេបហើយពេលកំពុងមើលឆ្វេងស្ដាំដើម្បីឡើងឡានទៅធ្វើការបែរជាត្រូវស្ទាក់ដោយបុរសឈុតខ្មៅ2នាក់ប៉ុន្តែមិនមែនជាឪពុកចិញ្ចឹមទេ2នាក់នេះជាកូនចៅរបស់អ្នកដែលចង់បានខ្លួននាងទៅជាមួយពួកយើងល្អជាងកុំលេងបិទពួនយូរពេកច្រើនឆ្នាំកន្លងមកនាងមិនហត់ទេអីនាងនឹងមានបំណុលដែលត្រូវសងយើងសុនវ៉ាលេបទឹកមាត់កាក់ឈានជើងថយក្រោយពេលត្រូវដាក់សម្ពាធបែបនេះហើយប្រើកាបូបស្ពាយក្រវីក្រវ៉ាត់ទៅលើពួកវាខ្លាំងបន្ទាប់មកក៏បែរក្រោយរត់គេចដោយប្រើផ្លូវដែលស្គាល់ច្បាស់នៅតំបន់នេះ10នាទីក្រោយមកក៏គេចពី2នាក់នោះបាននាងសំងំនៅក្នុងច្រកតូចចង្អៀតតែម្នាក់ឯងនាងអង្គុយដកដង្ហើមដង្ហក់ថ្មងក្បាលជង្គង់ទាំងទឹកភ្នែកព្រោះហត់នឿយដោយសារការតាមប្រមាញ់សុនវ៉ាគិតដល់រឿងទាំងអស់ដែលជាមូលហេតុធ្វើឲ្យនាងរត់គេចពីកន្លែងមួយទៅកន្លែងមួយរហូតមកដល់មីឡានព្រោះគិតថាទីក្រុងធំប្រហែលជាមិនងាយរកឃើញទេតែថ្ងៃនេះបញ្ជាក់ច្បាស់ហើយថានាងគេចពីពួកវាមិនផុតតាំងពីដឹងក្តីមកនាងរស់នៅលើទឹកដីអ៊ីតាលីទៅហើយដោយអាស្រ័យនៅប៉ាឡេម៉ូដែលជាទីក្រុងភាគខាងត្បូងជាទីក្រុងស្អាតមានសោភ័ណភាពជាប់នឹងសមុទ្រនិងមានឆ្នេរខ្សាច់ដែលទទួលបានការនិយមនាងនិងអ្នកម្ដាយអាស្រ័យនៅជាមួយឪពុកចុងឈ្មោះអាល់ប៊ឺតូរីម៉ាអែលហើយត្រូវឪពុកចុងនេះយកនាងធ្វើជាកូនចិញ្ចឹមដំបូងគ្រួសារមួយនេះមានសុភមង្គលណាស់នាងមានកុមារភាពដ៏រីករាយដូចជាក្មេងដទៃទៀតមានឪពុកចិញ្ចឹមជាបុគ្គលិកធនាគារចំណែកអ្នកម្ដាយធ្វើរបស់ដោយដៃលក់ឲ្យភ្ញៀវទេសចររហូតដល់នាងមានអាយុ18ឆ្នាំអ្នកម្ដាយក៏ចែកឋានដោយរកមហារាជប្រាក់ដែលមាននៅសល់ក៏អស់ទៅលើការព្យាបាលម្ដាយសុនវ៉ាក៏ធ្វើការងារជាច្រើនដើម្បីបានប្រាក់ខណៈដែលឪពុកចិញ្ចឹមពួកនឹងល្បែងមិនយូរប៉ុន្មានក៏ត្រូវបណ្តេញចេញពីការងារស្ថានភាពនៅក្នុងផ្ទះធ្លាក់ដុនដាបតោះតែនាងរៀនចប់វិទ្យាល័យនិងបានអាហារូបករណ៍ចូលរៀននៅមហាវិទ្យាល័យល្បីឈ្មោះរបស់ទីក្រុងរ៉ូមប៉ុន្តែមិនទាន់បានប្រាប់ដំណឹងល្អនេះដល់អ្នកណាផងក៏ត្រូវឪពុកចិញ្ចឹមលក់នាងឲ្យទៅម៉ាហ្វៀក្នុងតំបន់ព្រោះជំពាក់បំណុលល្បែងច្រើនពេកគាត់គ្មានលុយសងបូករួមនឹងម្ចាស់កាស៊ីណូត្រូវការយកនាងទៅបម្រើតណ្ហាទើបនាងគ្មានជំរឿត្រូវតែរត់ចេញពីផ្ទះនាងមកកសាងជីវិតថ្មីដោយបានដៃទទេក្នុងវ័យ18ឆ្នាំនាងត្រូវនាំទៅជួបដឺតេខាតាយេម្ចាស់កាស៊ីណូវ័យ40ឆ្នាំប្លាយមើលទៅដូចជាមនុស្សរោគចិត្តដែលឆ្លក់បង្វែងនឹងស្រីក្មេងធ្វើឲ្យនាងភ័យខ្លាចតើបនៅថ្ងៃដែលត្រូវអូសឡើងគ្រែនាងស្រវាយយកធូបការសំពងក្បាលគេអស់ទំហឹងតែមិនសន្លប់ថែមទាំងទះតបនាងជាច្រើនដៃទើបនាងយកអំបែងគប់មុខគេឲ្យមានរបួសនិងចេញឈាមទាល់តែសន្លប់នាងមានឱកាសរត់គេចខ្លួនព្រោះអ្នកយាមយល់ថាចៅហ្វាយរបស់គេប្រហែលជាចាត់ការនាងរួចហើយទើបព្រមដោះលែងនាង
សុនវ៉ាត្រឡប់មកផ្ទះវិញជាសំណាងល្អដែលឪពុកចិញ្ចឹមស្រវឹងដេកលក់ទើបនាងរៀបចំអីវ៉ាន់និងយកលុយសន្សំចាក់ចេញពីប៉ាលីម៉ូភ្លាមនិងចាត់ទុកថាជាសំណាងល្អដែលមិនទាន់ប្រាប់អាល់ប៊ឺតូថានាងជាប់អាហារូបករណ៍នៅមហាវិទ្យាល័យល្បីឈ្មោះបើមិនដូច្នេះទេពួកនោះច្បាស់ជាតាមមកយកនាងទៅសងសឹករៀនបាន3ខែដំបូងត្រូវនៅក្នុងអារម្មណ៍ភ័យខ្លាចថាត្រូវតាមប្រមាញ់នាងមិនប្រើនាមត្រកូលរបស់ឪពុកចុងទេព្រោះនាងខ្លាចគេរកឃើញទើបនាងប្រើនាមត្រកូលចាស់របស់ខ្លួនដែលម្ដាយធ្លាប់និយាយប្រាប់នាងធ្វើការក្រៅម៉ោងជាច្រើនដើម្បីបង់ថ្លៃសាលានិងផ្គត់ផ្គង់ជីវភាពរបស់ខ្លួនរហូតដល់រៀនចប់នាងក៏បានជួបបុរសឈុតខ្មៅដែលតាមមកធ្វើបាបនាងម្ដងទៀតដោយនាងចាំបានថាពួកនោះជាកូនចៅរបស់ដឺតេទើបធ្វើឲ្យនាងធ្វើការមួយកន្លែងមិនដែលបានយូរនិងចេះតែបដូរជារឿយរហូតមកដល់មីឡាននេះនាងមិនហ៊ានប្តឹងប៉ូលីសដោយដឹងពីឥទ្ធិពលរបស់ដឺតេទើបបានត្រឹមតែលាក់ខ្លួនបែបនេះតែមិនស្មានថាកន្លងផុតទៅច្រើនឆ្នាំទៅហើយពួកគេនៅតែមិនព្រមបញ្ឈប់សុនវ៉ាយំជាង15នាទីទើបនាងឡើងតាក់ស៊ីដែលរត់កាត់ទីនោះទៅមន្ទីរពេទ្យប៉ុន្តែពេលទៅដល់ក៏ឃើញបុរសឈុតខ្មៅ2នាក់ឈរនៅរេខាងមុខទើបនាងចូលទៅតាមក្រោយនាងដើរបណ្ដើរមើលឆ្វេងមើលស្ដាំបណ្ដើរដោយអាការៈភ័យខ្លាចប៉ុន្តែដើរលឿនសុកនាងក៏បន្ថយល្បឿនព្រោះនាងមានអារម្មណ៍ថាដៃវិលប្លែកហើយមិនយូរប៉ុន្មាននាងក៏ដួលខ្ពកនឹងបានឮសំឡេងស្រែកស្របពេលដែលភាពខ្មាំងងងឹតលេបប្របាក់ស្មារតី3ថ្ងៃក្រោយមកហ្វេដេរីកូដើរចេញពីបន្ទប់វះកាត់មកអង្គុយសរសេររបាយការណ៍នៅតុខាងមុខគេសរសេរដោយការយកចិត្តទុកដាក់ដោយមិនបានខ្វល់ពីសំឡេងខ្សឹបខ្សៀវនន្ទារបស់គិលានុបដ្ឋាយិកានិងជំនួយការព្រោះជារឿងធម្មតារបស់គេដែលមិនធ្លាប់ចង់ដឹងមិនចង់ឮរឿងអ្នកដទៃប៉ុន្តែម្ដងនេះប្រធានបទខ្សឹបខ្សៀវរបស់2អ្នកនោះតាក់ទងនឹងចំណាប់អារម្មណ៍គេមែនទែនណែបានឮរឿងគិលានុបដ្ឋាយិកានៅផ្នែកសង្គ្រោះបន្ទាន់ទេគិលានុបដ្ឋាយិកាសួរជំនួយការរបស់ខ្លួនឈ្មោះវ៉ាវ៉ានោះឬអត់ស្រីស្អាតនោះគឺនឹងហើយឯងដឹងហើយឬនៅថាពេលនេះនាងលេឈប់ហើយប្រយោគមួយនេះធ្វើឲ្យអ្នកដែលកំពុងសរសេរទៅជាកាំងដៃភ្លាមចិញ្ចើមទៅជាជល់គ្នាហើយអង្គុយស្ងៀមចាំស្ដាប់លេឈប់ធ្វើអីម្នាក់នឹងធ្វើការល្អតាហើយក៏មិនធ្លាប់មានរឿងខូចខាតផងជំនួយការសួរទៅវិញអូព្រោះនាងនោះមានផ្ទៃពោះនឹងណានិយាយហើយកុំទៅប្រាប់អ្នកណាឲ្យសោះមីឆេឡានិយាយឲ្យជំនួយការស្ដាប់ថាកាលពីថ្ងៃមុនវ៉ាវ៉ាខ្យល់កដុកទ័រម៉ូណាជាអ្នកពិនិត្យទើបដឹងថានាងមានផ្ទៃពោះ7សប្តាហ៍ហើយគិតថាការលេឈប់នេះប្រហែលជាខ្មាស់គេអ្នកណាក៏ដឹងដែរថាវ៉ាវ៉ាគ្មានសង្សារមិនធ្លាប់សេពគប់អ្នកណាឬជួនកាលអាចសេពគប់មនុស្សខុសចំមនុស្សមិនទទួលខុសត្រូវបានឮហើយដែលជើងរបស់ហ្វេដេរីកូក៏ត្រជាក់ស្រេបនាងលេឈប់ព្រោះតែមានផ្ទៃពោះដោយមិនប្រាប់គេមួយម៉ាត់ហើយអ្វីដែល2អ្នកនេះនិយាយថាប្រុសម្នាក់នោះមិនទទួលខុសត្រូវទៀតគឺគេនេះហើយដែលអង្គុយជ្រងនៅត្រង់នេះដុកទ័រកំឡុកខំផ្គាមណែនបន្ទាប់មកក៏ប្រញាប់សរសេរឆាតហើយផ្ញើឲ្យប្រធានផ្នែកគិលានុបដ្ឋាយិកានិងពេលដែលបញ្ជាការងាររួចរាល់ក៏ដើរទៅបន្ទប់សម្រាប់របស់ខ្លួនគេចុចលេខកូដចូលមើលប្រវត្តិរបស់សុនវ៉ាឃើញថានាងមានប្រវត្តិនៃការព្យាបាលកាលពី3ថ្ងៃមុនពិតមែនដោយក្នុងឯកសារបញ្ជាក់យ៉ាងច្បាស់ថានាងមានផ្ទៃពោះ7សប្តាហ៍ហើយសៀវភៅឈាមរួមទាំងរូបភាពឆ្លុះអេកូដែលជឿជាក់ថានោះជាកូនរបស់គេវ៉ាវ៉ាកិច្ចពីខ្ញុំមិនផុតទេសំឡេងកណ្ដឹងដែលបន្លឺឡើងធ្វើឲ្យម្ចាស់បន្ទប់ដែលរៀបចំវ៉ាលីរួចរាល់ក៏ភ្ញាក់ព្រឹត្តដោយការភ័យខ្លាចប៉ុន្តែនាងប្រញាប់ដាក់សៀវភៅធនាគារចុះហើយដើរចេញពីបន្ទប់ដេកទៅឈរនៅមុខទ្វារដោយពិចារណាថាគួរបើកឬអត់តោះតែបានឮសំឡេងគោះខ្លាំងតាមដោយសំឡេងដែលធ្លាប់ឮវ៉ាវ៉ាខ្ញុំដឹងថានាងនៅខាងក្នុងបើកទ្វារខ្ញុំបន្តិចនាងចង់ចិញ្ចើមហើយខាត់ទៅចិត្តមើលតាមប្រឡោះភ្នែកឆ្មាឃ
ឃើញថាជាអ្នកណាទើបបើកទ្វារឲ្យលោកមានការអីហើយមិនក៏ដឹងថាខ្ញុំនៅទីនេះគួរតែដឹងថាខ្ញុំមករកនាងធ្វើអីគេនិយាយដោយទឹកមុខកាចហើយត្រសក់ចូលមកក្នុងបន្ទប់ដោយមិនរងចាំការអនុញ្ញាតខណៈនោះក៏សម្លឹងមើលបន្ទប់ដែលមិនធំប៉ុន្មានហើយពេលបានឮសំឡេងបិទទ្វារទើបងាកទៅមើលនិងប្រឈមមុខជាមួយម្ដាយរបស់កូនដោយក្រសែភ្នែកគេមើលទៅពុះដែលបាត់បាំងដោយអាវយឺតពណ៌សដែលមិនទាន់មានអីប្រែប្រួលខ្ញុំមិននឹងដឹងទៅនាងធ្វើមុខមីងមាំងងឿងឆ្ងល់ខ្ញុំដឹងរឿងអស់ហើយវ៉ាវ៉ាថានាងមានផ្ទៃពោះឬចង់បាត់បង់ខ្ញុំគេកំហុកដោយកំហឹងតាមធម្មតាគេមិនធ្លាប់ខឹងឬមួម៉ៅដាក់អ្នកណាទេប៉ុន្តែនាងធ្វើឲ្យគេមានអារម្មណ៍នេះរាល់ពេលដែលជួបមុខលោកដឹងហើយមែនទេនាងចង់ដេញដោលថាគេដឹងដោយរបៀបណាប៉ុន្តែពេលនឹកដល់គិលានុបដ្ឋាយិកាមីឆេឡាជើងនិយាយដើមនេះនាងក៏ដកដង្ហើមធំមែនខ្ញុំដឹងហើយនឹងដឹងថានាងលេឈប់ចង់គេចពីខ្ញុំឬហ្វេដេរីកូចាប់ដៃរបស់នាងច្របាច់ខ្លាំងលែងខ្ញុំឈឺខ្ញុំមិនបានចង់គេចពីលោកទេតែខ្ញុំមានការចាំបាច់ហើយរឿងកូនខ្ញុំក៏មិនបានបាត់បង់ដែរយ៉ាងណាក៏ត្រូវតែប្រាប់លោកនាងប្រឹងទាញដៃចេញការចាំបាច់ស្អីទៅវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំតែមិនពាក់ព័ន្ធនឹងលោកទេពេលនេះមានអីខ្លះដែលមិនពាក់ព័ន្ធនឹងខ្ញុំអ្នកនាងកំពុងពោលកូនរបស់ខ្ញុំគេមួម៉ៅដែលនាងមានអាត់កំបាំងមែនខ្ញុំពោលកូនរបស់លោកតែកុំភ្លេចយើងមិនត្រូវជាស្អីនឹងគ្នាទេហេតុអីខ្ញុំត្រូវប្រាប់លោកគ្រប់រឿងហើយបើរឿងដែលខ្ញុំបាត់បង់ធ្វើឲ្យលោកមួម៉ៅនោះអូខេខ្ញុំសុំទោសខ្ញុំគ្មានចេតនាបាត់បង់ទេពេលនេះលោកបានដឹងទៅហើយយើងនិយាយគ្នាស្រួលបួលមិនល្អជាងឬសុនវ៉ាប្រើធွာត្រជាក់ហើយដកដង្ហើមធំពេលគេព្រមពន្លែងដៃនិងក្រឡេកមើលដៃខ្លួនឯងដែលឡើងក្រហមទៅអង្អែលតិចនិងឈានជើងថយក្រោយល្អអ្នកនាងគិតយ៉ាងម៉េចខ្ញុំចិញ្ចឹមមើលថែកូនបានលោកមិនបាច់ទទួលខុសត្រូវទេហើយកូននឹងមិនខ្លាចជាបញ្ហាជីវិតរបស់លោកទេខ្ញុំរីករាយឲ្យលោកមានចំណែកនៅក្នុងជីវិតរបស់កូនយើងនៅតែធ្វើតួនាទីជាឪពុកម្ដាយតែប៉ុណ្ណឹងចុងប្រយោគនាងញាក់ស្មាដាក់ខណៈដែលហ្វេដេរីកូទៅជាភាំងនោះបញ្ជាក់ថានាងពោពូតែម្នាក់ឯងដោយគេមិនចាំបាច់ទទួលខុសត្រូវត្រឹមធ្វើតួនាទីជាឪពុកប៉ុណ្ណោះងាប់ហើយនាងជាស្រីបែបណានេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់ជាងសត្វទៅទៀតអ្នកនាងចង់ប្រាប់ថាអ្នកនាងមិនទាមទារអីត្រូវទេគេសួរបញ្ជាក់ប្រកាសហើយខ្ញុំមិនទាមទារអីទេកុំភ្លេចលោកចិត្តរៀបការហើយនឹកដល់អនាគតកូនក្រមុំរបស់លោកផងសំណាងហើយដែលលោកជួបមនុស្សស្រីដូចជាខ្ញុំយើងរស់នៅរៀងខ្លួនលោកចង់រកកូននៅពេលណាខ្លះក៏បានខ្ញុំមិនថាទេឬលោកមិនអាចបង្ហាញខ្លួនក៏បានខ្ញុំមានវិធីច្រើនណាស់ដើម្បីប្រាប់កូនធ្វើតាមការសប្បាយចិត្តរបស់លោកទៅខ្ញុំយ៉ាងម៉េចក៏បាននាងនិយាយផ្លូវកណ្ដាលតែមើលតាមទឹកមុខរបស់គេដែលខ្មាំងងងឹតដូចជាចង់សម្លាប់នាងបែបនេះឃើញថាមានប្រផ្នូលមិនល្អទេអ្នកនាងពោពុះតែម្នាក់ឯងចង់ឲ្យមនុស្សម្នាក់គេជេរប្រតិចថាខ្ញុំមិនទទួលខុសត្រូវអ្នកនាងកំពុងគិតអីជីវិតក្មេងទាំងមូលហើយយ៉ាងម៉េចមានម្ដាយច្រើនណាស់ដែលចិញ្ចឹមកូនម្នាក់ឯងបើរឿងកូនលោកមិនបាច់ខ្វល់ខ្វាយទេគេកើតមកហើយមានជីវិតហើយខ្ញុំយល់ពីចំណុចនេះច្បាស់ខ្ញុំមិនព្រមឲ្យអ្នកនាងពោពុះតែម្នាក់ឯងដាច់ខាតគេជាកូនរបស់ខ្ញុំដូចគ្នាខ្ញុំមិននឹងជឿជាក់បានទៅថានាងមើលថែគេល្អសម្ដីរបស់គេធ្វើឲ្យនាងឈួលចុងច្រមុះខ្ញុំជាម៉ាក់របស់គេហេតុអីខ្ញុំមើលថែគេមិនបានល្អទោះឋានៈរបស់ខ្ញុំមិនមានបានដូចជាលោកក៏ដោយលោកមិនទ្រាំឲ្យខ្ញុំពោពុះម្នាក់ឯងតើលោកចង់ធ្វើយ៉ាងម៉េចលោកចិត្តរៀបការហើយក៏ចិត្តមានក្រុមគ្រួសាររបស់លោកកុំឲ្យវត្តមានរបស់ខ្ញុំនឹងកូនធ្វើបាបអ្នកដទៃសុនវ៉ានិយាយដោយចិត្តនឿយណាយហើយដើរទៅដាក់បង្គោយលើសាឡុងខណៈដែលហ្វេដេរីកូលើកដៃច្រត់ចង្កេះដកដង្ហើមចូលជ្រៅងើយមុខមើលពីដានគេព្យាយាមរងាប់អារម្មណ៍ខឹងសម្បាររបស់ខ្លួនមកដល់ដំណាក់កាលនេះហើយនាងនៅតែធ្វើដោយគ្មានអ្វីកើតឡើងដោយការយប់ដំបូងគ្មានការយំយេក
គ្មានការទៀមទាគេមិនសង្ឃឹមថានាងយំតែគួរតែបានឃើញភាពខ្វល់ខ្វាយចំពោះរឿងដែលកើតឡើងខ្លះប៉ុន្តែនេះនាងបែរជាទប់ទល់បានល្អធ្វើឲ្យគេទៅជាធ្វើអីមិនកើតប្រុសផ្សេងអាចនឹងចូលចិត្តដែលមិនចាំបាច់ទទួលខុសត្រូវតែហេតុអីសម្ដីរបស់នាងបែរជាធ្វើឲ្យគេមិនសប្បាយចិត្តនិងមិនចូលចិត្តសោះហើយអ្នកនាងចង់ឲ្យកូនរបស់យើងគ្មានក្រុមគ្រួសារពេញលេញមែនទេហើយលោកអាប៉ាទីណូរឿងរបស់យើងវាមិនពេញលេញតាំងពីដំបូងមកម្ល៉េះវាកើតឡើងដោយសារតែកំហុសឆ្គងយើងមិនបានស្រឡាញ់គ្នាលោកមានគូស្នេហ៍រួចទៅហើយខ្ញុំក៏មិនចង់បញ្ជាក់ច្រើនដែរថាលោកចិត្តរៀបការហើយបើខ្ញុំមិនអោយលោកទទួលខុសត្រូវទៅហើយពេលនេះលោកគ្រាន់តែអូខេហើយដើរចេញទៅអូខេទេបើលោកចង់ជួបកូនក៏បានខ្ញុំយ៉ាងម៉េចក៏បានខ្ញុំជឿថាខ្ញុំអាចផ្ដល់ឲ្យកូនបានទាំងអស់មិនព្រមឲ្យខ្ញុំទទួលខុសត្រូវមិនចង់ឲ្យខ្ញុំមករវីរវល់មិនមែនអ្នកនាងចង់គិតអីទៅលើកូនខ្ញុំទេមែនទេលោកនិយាយរឿងឈ្មោះអីអ្នកនាងជាអ្នកប្រាប់ថារឿងរបស់យើងកើតឡើងដោយសារកំហុសឆ្គងដូច្នេះហើយកូនម្នាក់នេះក៏កើតមកដោយសារតែកំហុសឆ្គងមិនត្រូវទេឬជួនកាលដែលអ្នកនាងមិនខ្វល់ខ្វាយមិនទុកមិនសោកមិនត្រូវការទំនួលខុសត្រូវដែលអ្នកនាងអាចមានផែនការអីផ្សេងក៏ថាបានទុកខ្ញុំមិនមែនជាមនុស្សល្អណាស់លោកអាប៉ាទីណូតែខ្ញុំក៏មិនអាក្រក់ដល់ថ្នាក់ធ្វើបាបកូនខ្លួនឯងដែរគេកើតមកពីកំហុសឆ្គងនៅយប់នោះក៏ពិតមែនតែគេបានកើតមកហើយមានជីវិតមួយទៀតនៅក្នុងផ្ទៃរបស់ខ្ញុំគ្មានថ្ងៃធ្វើបាបគេទេហើយដែលខ្ញុំមិនខ្វល់ខ្វាយមិនទុកមិនសោកព្រោះមិនដឹងថាធ្វើវាហើយឲ្យបានអ្វីមកវិញសពថ្ងៃនេះខ្ញុំមានរឿងទុកសោកច្រើនណាស់ទៅហើយការមានគេកើតមកខ្ញុំចាត់ទុកថាជារឿងល្អខ្ញុំមិនចាត់ទុកកូននៅក្នុងប្រភេទរបស់អាក្រក់នៅក្នុងជីវិតហើយដែលខ្ញុំមិនអោយលោកទទួលខុសត្រូវនោះការពិតខ្ញុំមិនត្រូវការទំនួលខុសត្រូវអីស្រាប់ហើយកូនមិនគួរចោលមនុស្សពីរនាក់ដែលមិនបានស្រឡាញ់គ្នាលោកអាប៉ាទីណូលោកអាចមិនចាប់អារម្មណ៍តែខ្ញុំយកចិត្តទុកដាក់ហើយចំណុចដែលខ្ញុំតែងតែគិតនិងរអ៊ីចិត្តមករហូតនោះគឺខ្ញុំមិនអាចធ្វើបាបមនុស្សស្រីម្នាក់ដែលមិនដឹងអីចំពោះរឿងដែលកើតឡើងអញ្ចឹងហើយធ្វើតាមខ្ញុំប្រាប់ទៅតែបើលោកមិនយល់ព្រមចាំយើងនិយាយគ្នាថ្ងៃផ្សេងព្រោះយ៉ាងណាបើយើងនិយាយគ្នាថ្ងៃនេះក៏មិនបានសេចក្តីសរុបដដែលនាងអង្អែលពោះថ្នមមិនចង់មួម៉ៅព្រោះមិនល្អចំពោះកូនក្នុងផ្ទៃ Federico ក៏នឹកដល់ចំណុចនេះដូចគ្នាទើបដកដង្ហើមធំបានយើងនឹងនិយាយគ្នាពីរឿងនេះម្ដងទៀតតែប្រាប់ឲ្យដឹងវ៉ាវ៉ាខ្ញុំមិនព្រមឲ្យនាងពោតែម្នាក់ឯងទេហើយលោកចង់ធ្វើយ៉ាងម៉េចលោកចង់មង្គលការឬធ្វើបាបចិត្តមនុស្សស្រីដែលលោកស្រឡាញ់មែនទេខ្ញុំមិនបានគេចង់ប្រាប់ថាគេមិនបានស្រឡាញ់អនាគតកូនក្រមុំរបស់គេទេប៉ុន្តែគេមិនព្រមនិយាយហើយដកដង្ហើមធំតាំងពីតូចដល់ធំខ្ញុំត្រូវអប់រំទូនមានឲ្យព្រមទទួលនៅអ្វីដែលខ្លួនធ្វើត្រូវចេះទទួលខុសត្រូវហើយខ្ញុំមិនប្រងើយកន្តើយចំពោះរឿងនេះដែរណាស់ហើយថ្ងៃនេះខ្ញុំហត់នឿយហើយលោកត្រឡប់ទៅវិញសិនទៅ Federico សម្លឹងមើលមុខមាត់ស្លេកស្លាំងរបស់នាងហើយដើរមកដាក់អង្គុយក្បែរមុខស្លេកណាស់ចាញ់ខ្លាំងឬខ្ញុំសុខសប្បាយចង់ឲ្យខ្ញុំពិនិត្យបន្តិចទេមិនអីទេអរគុណហេតុអីក៏ចេះតែបដិសេធខ្ញុំរហូតអញ្ចឹងគេអត់ទ្រាំនិងមិនរអ៊ូរទាំមិនបានឲ្យតែជួបមុខគ្នាពេលណាមិនថាគេធ្វើអីក៏ដោយក៏ស្រីម្នាក់នេះបដិសេធគេរហូតមកពីខ្ញុំមិនបានកើតអីតែបើលោកចាក់ចេញពីទីនេះនៅពេលនេះខ្ញុំនឹងមិនបដិសេធខ្ញុំចង់សម្រាកអ្នកកំឡោះចង់នៅបន្តប៉ុន្តែពេលនោះទូរស័ព្ទរលមទើបចុចទទួលភ្លាមព្រោះជាទូរស័ព្ទមកពីមន្ទីរពេទ្យទូផ្ដាំផ្ញើការងារនឹងដុកទ័រភីតហើយតែព្រោះតែមានករណីវះកាត់ខ្លះដែលពិបាកនោះនៅមន្ទីរពេទ្យដែលជំនាញជាងគេខ្ញុំទៅសិនហើយយើងនឹងនិយាយពីរឿងនេះសាជាថ្មីយ៉ាងហោចណាស់យើងគួរតែបានសេចក្តីសរុបតែខ្ញុំបានសេចក្តីសរុបហើយរបស់នាងតែម្នាក់តែរបស់ខ្ញុំមិនទាន់បានហើយរឿងរៀបការមិនចាំបាច់ខ្វល់ជួសខ្ញុំទេខ្ញុំច្បាស់ជារកផ្លូវចេញឃើញនិយាយចប់គេក៏ងើបដើរចេញទៅតែមិនទាន់ផុតទ្វារផងក៏ងាកមកមើលអ្នកដែលសម្លឹងមើលមកគេមុនទៅហើយទើបនាងប្រញាប់ងាកមុខចេញ
ដែលធ្វើឲ្យគេប្រើទុកស្នាមញញឹមនិងរូបភាពគួរឲ្យស្រឡាញ់នោះកុំភ្លេចញ៉ាំអាហារទៀងពេលទោះមានអាការៈចាញ់តែត្រូវតែប្រឹងលេបបើមិនដូច្នេះទេកូននឹងខ្វះសារជាតិចិញ្ចឹមដឹងហើយខ្ញុំជាគិលានុបដ្ឋាយិការឿងអស់នេះខ្ញុំដឹងច្បាស់តែខ្ញុំជាពេទ្យខ្ញុំក៏ដឹងច្បាស់ខ្ញុំជាម្ដាយកូននៅក្នុងផ្ទៃតែងតែដឹងច្បាស់ជាងខ្ញុំជាឪពុកខ្ញុំជាអ្នកធ្វើខ្ញុំក៏ដឹងច្បាស់ពេលគេទៅបកមកបែបនេះសុនវ៉ាក៏ខំមាត់សម្លឹកសម្លឹងចេញទៅពេលឃើញនាងព្រមចាញ់គេក៏មានអារម្មណ៍ល្អអូមែនឈប់លោឡាហើយមួម៉ៅតិចជាងមុនផងមិនល្អចំពោះកូនទេអ្នកនាងគិលានុបដ្ឋាយិកាដឹងច្បាស់ហើយណោះគេបេះបួយផ្លែផ្កាធ្វើឲ្យនាងមួម៉ៅម្ដងទៀតខ្ញុំមួម៉ៅខ្ញុំលោឡាគឺព្រោះតែលោកនឹងហើយចេញទៅមិនត្រឹមតែនិយាយទេនាងនៅងើបដើរចេញពីសាឡុងដើរមករញគេចេញឲ្យផុតពីទ្វារបានសម្រេចហើយពេលឃើញគេញញឹមក៏ទ្រាំមិនបានលៀនអណ្ដាតដាក់វិញដោយកំហឹងទៅព្រមទាំងទាញទ្វារបិទចាក់សោទៀតផងត្រង់នេះឈួតអីក៏មិនដឹងក្រែងល្បីថាគេមើលមិនឃើញមើលអីបន្តិចខណៈនោះ Federico សម្លឹងមើលទ្វារព្រមទាំងសើចញឹមនឹកដល់ម្ដាយរបស់កូននាងមើលទៅនៅក្មេងមែនទែនខុសពីគំនិតដែលមានន័យមួយទៀតគឺនាងគួរឲ្យស្រឡាញ់ប៉ុន្តែគំនិតនេះបែរជាធ្វើឲ្យគេភាំងបន្តិចទៅប្រញាប់ក្រវីក្បាលគួរឲ្យស្រឡាញ់ឬគ្មានស្អីបន្តិចស្រីស្អីមិនចេះដឹងអីសោះរឹងក្បាលណាស់មាត់រអ៊ូបែបនោះប៉ុន្តែពេលនឹកដល់មុខមាត់របស់នាងពេលណាគេមិនអាចទប់ស្នាមញញឹមបានអ្នកកំឡោះដើរចេញពីខុនដូដើម្បីឡើងឡានពេលនោះក៏ក្រឡេកឃើញបរិសុទ្ធខ្មៅពីរបីនាក់មើលទៅមិនគួរឲ្យទុកចិត្តសោះទើបគិតថាហេតុអីសុនវ៉ាមករស់នៅកន្លែងគ្រោះថ្នាក់បែបនេះតែព្រោះតែប្រញាប់ទៅវះកាត់ទើបមិនបានយកចិត្តទុកដាក់ច្រើន Federico គិតថាត្រឡប់ទៅរកនាងម្ដងទៀតប៉ុន្តែពេលវះកាត់ចំណាយពេលជាង4ម៉ោងព្រោះជាករណីធំដែលប្រឈមមុខនឹងគ្រោះថ្នាក់ម្យ៉ាងទៀតសាច់ញាតិរបស់អ្នកជំងឺត្រូវការឲ្យគេជាអ្នកកាន់កាំបិតដូច្នេះហើយពេលចេញមកវិញមេឃក៏ងងឹតទៅហើយទើបមិនចង់រំខាននាងគេដើរទៅបន្ទប់សម្រាកផ្ដួលខ្លួនដេកលើគ្រែទាញទូរស័ព្ទមកបើកមើលរូបភាពមួយដែលគេទាញយកពីប្រវត្តិរបស់អ្នកជំងឺវាជារូបភាពឆ្លុះអេកូដែលពេលនេះមើលមិនទាន់ដឹងអីច្រើនតែគេដឹងថាគឺជាកូនគេអ្នកកំឡោះប្រដេញម្រាមដៃលើរូបនោះថ្នមទុកគិតថាគ្រប់យ៉ាងមកដោយមិនឲ្យព្រៀមទុកប៉ុន្តែគេបែរជាគ្មានអារម្មណ៍ថាកូនម្នាក់នេះជាបន្ទុកឬបង្កបញ្ហាឲ្យគេមួយជីវិតរបស់គេមិនធ្លាប់មានយោបល់រឿងស្នេហាមានតែការងារប៉ុណ្ណោះចំណុចមង្គលការដែលនឹងកើតឡើងគឺជាកិច្ចសន្យារវាងចាស់ទុំដែលគេមិនបដិសេធព្រោះមិនចង់ឲ្យម្ដាយខ្នើសចិត្តប៉ុន្តែមកដល់ពេលនេះមានរឿងខ្លះកើតឡើងហើយរឿងខ្លះដែលគេត្រូវទទួលខុសត្រូវហើយក៏មិនព្រមឲ្យមនុស្សស្រីខ្លួនមួយពោពូកូនតែម្នាក់ឯងដាច់ខាតមិនថានាងព្រមឬមិនព្រមក៏ដោយពេលចេញពីប្រចាំការបន្ទាប់ពីចូលពិនិត្យមើលអ្នកជំងឺនៅពេលព្រឹករួចរាល់ Federico ក៏ចេញពីមន្ទីរពេទ្យសម្ដៅខុនដូរបស់សុនវ៉ាភ្លាមគិតថាពេលនេះនាងគួរតែក្រោកពីគេងហើយយ៉ាងហោចណាស់គួរញ៉ាំអាហារពេលព្រឹកជាមួយគ្នាហើយចាំរកសេចក្តីសរុបប៉ុន្តែពេលទៅដល់ការគិតទាំងប៉ុន្មានក៏អាសាបងអស់គូទ្វារហើយនាងមិនបើកទេទៅនាងបិទទូរស័ព្ទហើយពេលមើលទៅខាងក្រៅឃើញបរិសុទ្ធឈុតខ្មៅមួយក្រុមឈររេរានៅម្ដុំនោះទើបគិតទៀតថាមិនអាចឲ្យនាងនៅទីនេះបានត្រូវតែរើទៅនៅខុនដូគេ1ម៉ោងក្រោយមកពេលទេយ៉ាងណាក៏មិនចូលទើបនៅមិនសពគេដើរទៅសួរបុគ្គលិកទទួលភ្ញៀវទើបដឹងថានាងរើចេញបាត់ទៅហើយក្រែងប្រាប់ថាមិនកិច្ចពីខ្ញុំវ៉ាចុះហេតុអីក៏ចាក់ចេញ Federico ក្រហឹមតិចដោយការមួម៉ៅពីម្សិលនាងប្រាប់គេថាមានការចាំបាច់តែមិនប្រាប់ហេតុផលច្បាស់លាស់ហើយថ្ងៃនេះទើបគេដឹងថានាងត្រូវការរត់គេចពីគេតើដោយសាររឿងមង្គលការរបស់គេឬអត់តែមិនថារឿងណាក៏ដោយក៏គេមិនព្រមឲ្យនាងនាំកូនគេគេចបែបនេះដែរចង់លេងបាត់ពួនណាស់មែនទេអូខេវ៉ាខ្ញុំកំដរចាំមើលចុះរកឃើញពេលណាធានាថាក្រហមពេញខ្លួន
គេមួម៉ៅក្តៅក្រហាយហើយដើរចេញទៅក្រៅក៏បុកនឹងបរិចិត្តខ្មាំងមៀតធំដែលនៅលើមុខមានរូបសត្វតែម្នាក់នោះមិនសមទោសគេហើយក៏ដើរចូលទៅខាងក្នុងគេក៏មិនសមទោសវិញហើយដើរឡើងឡានត្រឡប់ទៅខុនដូរបស់ខ្លួនដើម្បីត្រៀមការសម្រាប់គ្រប់យ៉ាង